miền bay của chân dương ở xu mà tham nhưng mà miền là chỗ lực sắp năm hỏi thật ai đã biết tam cầm thi IBC nước ban đại được có hot để tôn chúng mình đang được ở chỗนี้คือเหมือนมีการกำหนดนามวยโดยเราไทยบ้านหรือโคกรรมวิธีที่ชี้รู้ตั้งเอาแต่เมียนไปจับปีดับผมไปชนะนันเตอร์คือไอ้đã biết là xong từ lần nàoไปตามกรรมวิธี IBC บ้านnày ប៉ុន្តែតកតងជាមួយរឿងជួនេះគឺតាំងតែកំណត់ដោយភ្នាក់ងារឬក៏នយោជកចឹងហើយបានអ្នកទាំងអស់នេះឃើញតកតងជាមួយភ្នាក់ងារខ្លះគេតែងតែកំណត់អាយុចន្លោះពី8 10ដល់44 45ឬក៏ដល់50យ៉ាងទៅដូចជាក់ស្ដែងតកតងជាមួយនឹងភ្នាក់ងាររបស់ខាងខ្ញុំគឺយើងកំណត់អាយុចន្លោះទង18ដល់46ឆ្នាំដោយសារតែតកតងជាមួយនឹងវ័យនេះគឺជាវ័យមួយដែលសមស្របដែលបេក្ខជនគាត់មានកាយសម្បត្តិមកមួយដែលគាត់អាចទៅបំពេញការងារជាមួយនឹងនយោជកដែលជាម្ចាស់ sponsor បានហើយមួយវិញទៀតជាអ្វីមួយដែលមិនងាយប្រឈមទាក់ទងជាមួយនឹងការបដិសេធណាមួយពីកុងស៊ុលទេព្រោះទាក់ទងជាមួយតែកាន់ប្រកបអាចតែកាយសម្បត្តិរបស់គាត់នៅធ្វើការងារបានព្រោះនៅក្នុងនេះបាននឹងស្រាប់ហើយទាក់ទងជាមួយនឹងរឿងដំណើរការនៃការសាកសមទៅអាមេរិកតាមកម្មវិធី Visa នេះវាមិនមែន3ខែ6ខែឬក៏1ឆ្នាំចេញបានទេវាអាចស៊ីពេលចន្លោះក្នុង3ទៅ5ឆ្នាំចឹងបើសិនជាយើងគិតថាគាត់46ឆ្នាំតម្រុំតែគាត់ប្រសិទ្ធហើយចប់វាចូលដល់49 50ឬក៏អាច51ក៏ថាបានដែរអញ្ចឹងយើងគិតថាចន្លោះហ្នឹងល្មមតែបើសិនជាគាត់មកអាយុ50ហើយតម្រុំតែគាត់ការថាដល់ដំណាក់កាលចុងក្រោយដូចចូលសម្ភារវ័យរបស់គាត់អាច54 55មកទៅហើយអញ្ចឹងតើតូនជាមួយនឹងកាយសម្បត្តិរបស់គាត់អាចទ្រុឌទ្រោមឬក៏គាត់មានបញ្ហាសុខភាពណាមួយកើតឡើងហើយជាកត្តាមួយដែលកុងស៊ុលតែថាគេអាចពិចារណាក្នុងការបន្តទឹកតាការទៅលើបេក្ខជនដែលមានកាយសម្បត្តិទ្រុឌទ្រោមឬក៏វ័យច្រើនហ្នឹងដែលគេគិតថានៅពេលដែលគាត់ជាប់ទៅវាអាចជាបន្ទុករបស់គេហើយគាត់មិនអាចធ្វើការងារបានទេអញ្ចឹងតើតូនជាមួយនឹងគាត់មានវ័យច្រើនគឺប្រឈមហានិភ័យអញ្ចឹងសម្រាប់អ្នកដែលគាត់មានវ័យល្មមឬក៏46ឆ្នាំចុងក្រោយហើយចង់ទៅរស់នៅអាមេរិកអាចពិចារណាក្នុងពេលហ្នឹងបានជាវាងតើតូនជាមួយនឹងវ័យនៅក្នុងនេះច្រើនវានាំហានិភ័យសម្រាប់ការស្នើសុំតែម្ដងចឹងបើសិនជាក្នុងការនៅក្នុងនេះចាប់អារម្មណ៍អាចទៅមកភ្នាក់ងារក្នុងការសួរនាំជជែកដើម្បីឬក៏មានសំណួរអីអាចសួរមកភ្នាក់ងាររបស់ខាងខ្ញុំបាន